ឥឡូវហ្នឹងគីមសូយុនគឺគាត់បានស្ដាប់ភាពស្អាតស្អំរបស់គាត់ឡើងវិញហើយគឺគាត់នឹងក្រុងត្រឡប់ចូលសិល្បៈវិញនឹងរឿងថ្មីរបស់គាត់ដែលបញ្ជាតាំងពីឆ្នាំ2025 Knock Off ហ្នឹងគឺគេក្រុងចាក់វិញនៅក្នុងពាក់កណ្ដាលឆ្នាំនេះទៅហ្មងរបៀបថាដំណឹងនេះគឺរៀង viral ដែរនៅកូរ៉េដោយសារតែគាត់គឺត្រូវបានរកឃើញថាស្អាតស្អំគ្មានទោសគ្មានកំហុសអីទេហើយគឺបានចាត់ប្រកាន់ទៅខាងគ្រួសារនារីរងគ្រោះដែលដាក់ពាក្យបណ្ដឹងទៅគាត់គីមសេរុនហ្នឹងថាជាផុសតាងនិងបណ្ឌិតរឿងរ៉ាវឡើងមកទាំងអស់ហ្មងរឿងទាំងអស់សិតតែคล้ายៗហើយឥឡូវហ្នឹងគាត់កំពុងតែធ្វើការប្តឹងបកទៅខាងក្រុមជនរងគ្រោះដែលគេដាក់ពាក្យបណ្ដឹងមកគាត់នឹងឲ្យប្តឹងទៅកាន់អ្នកដែលផ្សព្វផ្សាយព័ត៌មានអពិតពីគាត់ទៀតដូច YouTuber ណាមួយក៏ដោយដែលថាផ្សាយព័ត៌មានណាមួយអពិតពីគាត់គឺគាត់នឹងប្តឹងបកទៅវិញមកនេះហាក់ដូចអីដែលខ្ញុំនិយាយអត់បងដោយសារតែខ្ញុំធ្លាប់និយាយថាតារាកូរ៉េបើសិនជាគេជន់ណាតារាស្រីបើថាជន់គឺជន់កប់តែបើតារាប្រុសវិញណាយ៉ាងណាដែលថាល្បីខ្លាំងគឺអាចនឹងមានសង្ឃឹមត្រឡប់មកវិញតែអ្នកដឹងថាគ្រឿងក្តីគេតវ៉ាសង្កេតវាមិនទេណាបានបលិខាងគេនឹងចេញមុខមកថាក្នុងការសង្កេតទាំងអស់ហ្នឹងគឺគីមស៊ូយុនគឺស្អាតស្អំគឺគ្មានទោសកំហុសអ្វីទាំងអស់ហើយទទួលបានការចាត់ប្រកាន់ហ្នឹងពីខាងអ្នកដែលប្តឹងគាត់សិតតែជាផុសតាំងខ្លាំងៗរឿងប្រឌិតឡើងទាំងអស់ហ្មងឥឡូវនេះគេ fan គេដែលនៅគ្រប់គ្រងគាត់មួយចំនួនគឺគេរងចាំការត្រឡប់មកវិញរបស់គាត់នេះចូលសិល្បៈម្ដងទៀត